បើម៉ែឪដែលគាត់យល់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមគាត់ជាអ្នកបង្កើតទីមកដែលគេសុំគាត់ណាគាត់ត្រូវនិយាយទៅកាន់កូនដែលវាខូចនិយាយយ៉ាងម៉េចចាប់ដៃកូនឲ្យមកអង្គុយទល់មុខម្ដាយកូនប្រុសមានម្ដាយទោះបីជាកូននឹងទៅជាអ្វីក៏ដោយកូនជួបគ្រឿងញៀនកូនដើរលេងកូនមិនគិតម៉ែមិនគិតឪម៉ែអត់បន្ទោសកូនទេណាកូនណាពីព្រោះនេះគឺជាការទទួលខុសត្រូវរបស់ម្ដាយកូនអត់បានសុំពុះទ្វាដើម្បីមកនៅក្នុងផ្ទះម៉ែទេម៉ែជាអ្នកបង្កើតកូនរូបរាងកាយក៏ម៉ែបង្កើតការអប់រំក៏ម៉ែបង្កើតដូច្នេះម៉ែទទួលខុសត្រូវមួយរយទៀតកូនជួបគ្រឿងញៀនកូនដើរលេងយប់កូនច្រែម៉ូតូកូនទៅជាមនុស្សបាបតាកូនមិនគិតគូរក្នុងគ្រួសារម៉ែអត់បន្ទោសកូនទេណាកូនពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ដាយរបស់ឪពុកប៉ុន្តែកូនត្រូវដឹងថាម៉ែឈឺចិត្តណាស់កូនម៉ែឈឺចិត្តណាស់ពេលដែលម៉ែឃើញកូនបែបនេះម៉ែស្ទើរតែស្រក់ឈាមចេញដល់ទេម៉ែមិនអាចរៀបរាប់ពីទំហំទុកដែលមាននៅក្នុងបេះដូងរបស់ម្ដាយនៅពេលដែលបានកូនមកបែបនេះប៉ុន្តែឲ្យម៉ែបន្ទោសកូនម៉ែអត់បន្ទោសទេពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ដាយកូនអត់មានខុសការទេកូនត្រូវចងចាំថាគ្រប់ម្ដាយគ្រប់ឪពុកមិនដែលចង់ឲ្យកូនអាក្រក់ទេសូម្បីតែជួនកាលចំណេះដឹងរបស់គាត់តិចតួចគាត់ស្មានតែត្រឹមត្រូវឲ្យកូនមកធ្វើតាមខ្លួនឧទាហរណ៍កុំឲ្យកូនធ្វើនយោបាយឲ្យកូនគិតតែប្រយោជន៍របស់ខ្លួនទោះបីជាគាត់គិតក្នុងផ្លូវបែបហ្នឹងគាត់ហើយក៏ម៉ែឪចង់ឲ្យកូនល្អតែប៉ុន្តែល្អតាមរបៀបគំនិតរបស់គាត់កូនត្រូវដឹងថាគ្រប់ម្ដាយឪពុកមិនដែលចង់ឲ្យកូនអាក្រក់ទេប៉ុន្តែវាជាអាភ័ព្វរបស់ម្ដាយណាស់តាមម្ដាយមិនអាចអប់រំកូនមិនអាចបង្កើតកូនឲ្យទៅជាកូនល្អប៉ុន្តែទោះបីជាកូននៅក្នុងស្ថានភាពបែបហ្នឹងម៉ែអត់បន្ទោសកូនទេម៉ែអត់បន្ទោសទោះសោះពីព្រោះរូបរាងកាយម៉ែអ្នកបង្កើតការអប់រំម៉ែអ្នកបង្កើតប៉ុន្តែកូនត្រូវដឹងថាម៉ែឈឺចិត្តណាស់កូនម៉ែឈឺចិត្តណាស់ម៉ែគ្រាន់តែរំលឹកដល់វាខ្លះក្រែងលោថ្ងៃក្រោយទៅកូនកើតពុកបដិសារីកូនណាតែងតែជន់ឈ្លីទៅលើសេចក្តីស្រឡាញ់របស់ម្ដាយឧទាហរណ៍កូនខាងម្ដាយកូនរត់ចោលផ្ទះម្ដាយឪពុកណាអាណិតកូនធម្មតារកកូនឃើញម្ដាយកូនឃើញឪពុកប៉ុន្តែដើម្បីឲ្យម៉ែឈឺចិត្តឲ្យម៉ែពិបាកចិត្តកាន់តែខ្លាំងដើម្បីកាច់ម្ដាយកូនរត់ពួននេះក៏បញ្ជាក់ឲ្យឃើញថាកូនសប្បាយចិត្តណាស់កូនពេញចិត្តណាស់នៅពេលដែលឃើញម្ដាយឪពុកឈឺចាប់កូនត្រូវចងចាំថានៅលើលោកនេះណាកូនណាអត់មានពីណាស្រឡាញ់កូនស្មើនឹងឪពុកនិងម្ដាយទេនៅថ្ងៃណាមួយដែលអត់ពីម្ដាយនិងឪពុកកូននឹងយល់កូននឹងបាត់បង់កូននឹងពាល់ត្រូវនៅភាពឯកោនៅពេលដែលកូននឹងបាត់បង់សេចក្តីស្រឡាញ់របស់អ្នកម្ដាយនៅពេលដែលម្ដាយចែកខាងម្ដាយមិនចង់ឲ្យកូនមានពុទ្ធបដិសារីបានជាម្ដាយនិយាយនេះម្ដាយមិនមែននិយាយដើម្បីឲ្យកូនដឹងគុណម្ដាយមិនមែនទេប៉ុន្តែម្ដាយអាណិតកូនក្រែងលោថ្ងៃណាមួយអត់ពីម្ដាយអត់ពីឪពុកទៅកូននឹកឃើញដល់អំពើអាក្រក់តែកូនបានធ្វើមកលើម្ដាយពេលហ្នឹងណាអត់មានអ្វីមកជំនួសពុទ្ធបដិសារីរបស់កូនទេពីព្រោះរឿងទាំងអស់វាហួសហើយអញ្ចឹងសរុបសេចក្តីមកវិញទោះបីកូនទៅជាអ្វីក៏ដោយម៉ែនៅតែអាណិតម៉ែនៅតែស្រឡាញ់ពីព្រោះវាជាការទទួលខុសត្រូវរបស់ម៉ែនិងរបស់ឪពីព្រោះកូនអត់បានសុំនេះគឺជាការទទួលខុសត្រូវរបស់មាតាបិតាណាកូនណាប៉ុន្តែកូនត្រូវចងចាំពាក្យម៉ែជាចុងក្រោយទី1ម៉ែចង់ប្រាប់កូនថាម៉ែឈឺចិត្តណាស់កូនម៉ែតូចចិត្តណាស់ម៉ែឈឺចាប់ណាស់ម៉ែបង្កើតកូនមកម៉ែអត់ចង់បានអីពីកូនតែម៉ែចង់ឃើញកូនខ្លាចទៅជាមនុស្សតែទីបំផុតកូនខ្លាចទៅជាមនុស្សបែបហ្នឹងម៉ែអត់បន្ទោសកូនទេពីព្រោះវាជាការទទួលខុសត្រូវរបស់ម៉ែទី2ម៉ែចង់ជម្រាបកូនថាសេចក្តីស្រឡាញ់របស់មាតាបិតានៅលើលោកនេះគឺជាសេចក្តីស្រឡាញ់ដែលអត់មានទើសស្ដាយដូចតសៅមីដែលយើងសម្បាច់ទៅអត់មានខ្វះតែគិតនេះនៅថ្ងៃណាមួយម៉ែខ្លាចកូនមានពុទ្ធបដិសារីនៅពេលដែលកូនអស់ពីមាតាបិតាទៅអញ្ចឹងណាកូនត្រូវគិតពិចារណាពីឥឡូវទៅឲ្យហើយប៉ុន្តែក្រោយពីម៉ែនិយាយបែបហ្នឹងរួចហើយបើកូនយល់ថាផ្លូវរបស់កូនតែកូនជាផ្លូវល្អកូននៅទីគាត់ហើយថាឲ្យម៉ែកាត់តាមកូនម៉ែម៉ែជួយកូនទៅតាមលទ្ធភាពដែលម៉ែអាចជួយបាននឹងក្នុងនាមជាអ្នកទទួលខុសត្រូវនៃអ្នកដែលបង្កើតទោះបីកូនទៅជាអ្វីក៏ដោយម៉ែនៅតែតាមថែរក្សាកូនបងប្អូនណាបើសម្ដីបែបហ្នឹងចំកូនតែជាបុគ្គលគួរឲ្យភ្ញាក់ណាបងប្អូនមានឧបនិស្ស័យជាអ្នកភ្ញាក់វារួមផលិតជំនុំក្រមបានយើងម្ដាយពីព្រោះម៉ែឪរបៀបនឹងមានគុណខ្លាំងណាស់បងប្អូនម៉ែឪមានគុណខ្លាំងចប់ពីរឿងម៉ែឪយើងចាប់ដើមនិយាយជាមួយកូនវិញអារឿងម៉ែឪបង្កើតកូនមកដើម្បីផលប្រយោជន៍តខ្លួនដល់ពេលចាំកូនក៏ដើម្បីផលប្រយោជន៍តខ្លួនអានឹងជារឿងម៉ែឪណាអូនណាណាក្មួយណាណាកូនណាយ
ចារណាមើលទោះបីជាម៉ែឲ្យគ្មានគុណក៏ដោយបើកើតយើងអត់គុណអត់ចិញ្ចឹមបីបាច់យើងមានគុណក៏ណាទោះបីជាម៉ែឲ្យអត់គុណក៏ដោយការធ្វើអំពើល្អចំពោះម្ដាយឪពុកនេះគឺជាការពិចារណាប្រកបដោយគតិបណ្ឌិតកូនល្អត្រូវតែធ្វើបែបនេះពីព្រោះនេះគឺជាគុណសម្បត្តិនិងគុណតម្លៃរបស់កូនផ្ទាល់ម៉ែឪជាម៉ែឪរបល់កាច់របល់យកតាមនឹងគឺរបស់ម៉ែឪប៉ុន្តែយើងមើលទៅឃើញគូកូននោះមិនបានដើម្បីជាកសាណាប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតលោកមើលទៅលោកឲ្យតម្លៃចឹងនោះមើលកូននោះម៉ែឪវារបល់កាច់របល់យកបើតាមតែម៉ែឪវាអប់រំណាកូននឹងវាបង្កាច់បាត់ទៅហើយប៉ុន្តែធម្មជាតិរបស់កូននេះជាមនុស្សល្អវានៅតែជាមនុស្សល្អគាត់តែបានហើយបងប្អូនមើលអត់មិនមែនប្រើពាក្យថានោះមើលកូននេះវាដឹងគុណម៉ែឪដឹងគុណគឺតែមានគុណអត់មានគុណផងចឹងយើងត្រូវនិយាយថានោះទោះបីម៉ែឪអត់មានគុណក៏ដោយហើយមើលកូនវានៅតែធ្វើល្អជាមួយម៉ែឪណែកូនរបៀបនឹងរកបានដោយកម្រដែលប្រពុតលោកប្រាប់ថាធម៌ពីរដែលជាធម៌រកបានដោយកម្របុព្វការីគុណនិងកតញ្ញូគុណគឺជាគុណដែលចេះដឹងគុណអ្នកដទៃរកបានដោយកម្រពីរហ្នឹងជាបុគ្គលរកបានដោយកម្រអាហ្នឹងមកវាជាតម្លៃផ្ទាល់ខ្លួនរបស់កូនផ្ទាល់ទោះបីម៉ែឪទៅជាកាយជាឆ្ងាយអ្នកដទៃម៉ែឪគេមានគុណគេបម្រើម៉ែឪអាហ្នឹងជារឿងធម្មតាទេប៉ុន្តែមានកូនខ្លះម៉ែឪគ្មានគុណតសធ្វើបាបប្រហែលសំយ៉ាងកូននៅតែធ្វើអំពើល្អជាមួយនឹងម៉ែឪដោយអត្តប្រកាសដើម្បីទៀតតើកូនប្រភេទហ្នឹងគួរឲ្យទៅសើចណាស់បើនិយាយតាមផ្លូវយើងល្អទាំងពីរម៉ែឪក៏ល្អអាកូននឹងក៏ល្អប៉ុន្តែបើនិយាយដូចប្រសំសពថ្ងៃលោកថាទោះបីយ៉ាងណាក៏ដោយម៉ែឪនៅតែមានគុណនិយាយភាសាបែបហ្នឹងណាបងប្អូនម៉ែឪក្នុងការទទួលខុសត្រូវឯងកូនតដេរងយ៉ាក់ទៅអង្គុយចាំទាលុយកូនទាតាមបានយល់ណាស់អាចខំបកកើតក្បាលនេះឯងឃើញទេគាត់និយាយរបៀបហ្នឹងណាធ្វើឲ្យម៉ែឪទៅជាមនុស្សចឹងទីបំផុតទៅភាសារបស់គាត់តែគាត់និយាយថាយើងត្រូវតែនិយាយថាម៉ែឪមានគុណអាចកំណត់ទស្សនៈបែបហ្នឹងវារុញច្រានធ្វើឲ្យម៉ែឪគ្មានការទទួលខុសត្រូវវាធ្វើឲ្យពាក្យគេមកខាងអត់មានការទទួលខុសត្រូវអ្វីទាំងអស់តែបើនិយាយដូចយើងណាគឺបានអូន